សួស្តីបងប្អូនមកហូបតរៀនជាមួយខ្ញុំទាំងអស់គ្នាបងប្អូនណាទំមតបានហូបតរៀនហ្នឹងនិយាយពីថាហូបប្រហុកពី3ថ្ងៃបានមានលុយទិញតរៀនហ្នឹងសំលុយទុកទិញតរៀនហូបបងប្អូនដើម្បីកូនណាបងប្អូនណាគាត់ឃ្លានទៅពេលម្ដងខកបំណងអស់លេងដោយសារទិញឲ្យបានសួរអ្នកលក់ថាតរៀនហ្នឹងតរៀនអីគេបងប្អូនហើយឡើងល្អៀតតែរសជាតិវាឆ្ងាញ់ណាបងប្អូនណាទិញក្រុមដើមគេទំមបេះភ្លាមណាហើយនិយាយពីថាតំមតពុះបានហូបហ្នឹងចង់2ម៉ោងបងប្អូនណាអញ្ចឹងបានព្រមខ្លាចជាអ្នកលក់តរ៉េនសោះនៅតែជាអ្នកទិញដែរបងប្អូនណាហើយមើលពុះនិយាយពីថាវេទនាខ្លួនឯងតំមណាតំមបានហូបហើយពេលដែលអត់មកដល់ហ្នឹងក្នុងក្តីសម័យគិតថាតរ៉េនធំហើយសាច់ហឹងអីអញ្ចឹងដាក់ទៅចុកបងប្អូនសុទ្ធតែខ្ទិះហ្នឹងទៅណាដល់ពេលយកមកដល់សាច់ឡើងជ្រាយហើយនិយាយពីថាតំមតបកបានហើយខកអំណងអស់លេងបកមកឡើងជិលអូប៉ុន្តែនៅតែកេះលឹករហូតបងប្អូនតែរសជាតិវាឆ្ងាញ់គ្រាន់តែវារៀងអន់វាសាច់វាជ្រាយបន្តិចបងប្អូនអើយហើយយ៉ាងតូចចិត្តកប៉ុតនឹងវាអត់មុតដោយសារហើយចំថ្ងៃគេផ្ញើតរ៉េនមកបាត់កប៉ុតអស់លីងបងប្អូនណាហើយកប៉ុតឃើញនេះហើយក៏ចង់ភ្លក់រសជាតិដែរមានអីចាប់ដើមកប៉ុតនឹងមុខឡើងកំាំងខាំងហើយចិត្តត្មមទៅបាននិយាយពីថាអាតរ៉េននឹងវាកំពុងតែសាច់ជ្រាយផងហើយពុះមមបានឡើងខ្ទេចអស់ហើយបងប្អូនអើយហើយអង្គុយមើលវីដេអូខ្លួនឯងអស់សណោចត្មមទៅបានតរ៉េនណៃបងប្អូនមើលនឹងនិយាយពីថាឡើងមកហត់ពិបាកហើយចង់ហូបទៀតហើយថ្លៃហើយសិតទៅសបកបងប្អូនណាឆ្ងល់ដែរហេតុអីក៏វារសជាតិវាឆ្ងាញ់ណោះមិនក៏បានមកខ្លែបនេះល្អដែរបងប្អូនការផ្លែបមុនហ្នឹងគឺបែកអស់ហើយតរៀនមកផ្លែនេះបងប្អូនបើសើពុះយកជាសាច់1គីឡូដែរបងប្អូនមិនទូចឹងណាបងប្អូនបើគិតទាំងមូលនោះប្រហែលជាមួយ3គីឡូជាងបងប្អូនហើយពុះមកបានសាច់ប្រហែល1គីឡូបងប្អូនហើយ1គីឡូច្រើនណាស់ហ្នឹងមកសិនជាសាច់វារឹងមិនដឹងឆ្ងាញ់ប៉ុណ្ណាទេជ្រប់អីអញ្ចឹងណាតែអន់ចិត្តថងវាសាច់វាឈាបងប្អូនហើយនិយាយថាសប្បាយចិត្តជំនួសកូនបានឃើញមកបងប្អូនហើយសប្បាយអរគេណាហើយម៉ែសុកចិត្តហូបប្រហុកដើម្បីកូនហូបប្រហុក3ថ្ងៃបានតរ៉េនហូបយ៉ាងឆ្ងាញ់បងប្អូនណាអត់លុយអាចធ្វើតាមបានបងប្អូនបើមិនជឿសាកល្បងហើយ3ថ្ងៃបានតរ៉េន3ផ្លែបងប្អូនមិនអន់ទេណាហើយបងប្អូនមើលអាត្រង់នេះណានិយាយពីថាខំប្រឹងថ្នមពុះឲ្យធ្វើមិនឲ្យស្អាតតែបានថាខ្លែបល្អណាបានជ្រាយឲ្យធ្វើមិនកំវាបែកស្រាប់តែពេលមានអីពុះចាពាក់កតានឹងមកបែកខ្ចាយអស់លេងបងប្អូនហើយវីដេអូខ្ញុំមានតែប៉ុណ្ណឹងទេបងប្អូនអរគុណច្រើន